ប្រសិនបើយើងមើលកលេសតែមួយផ្លេតប្រហែលជានិយាយតែពីរឿងលុយកាក់អីទេព្រោះគណនេយ្យហ្នឹងការងារគណនេយ្យភាពសង្គមគឺការចូលរួមពីសង្គមដែលមានប្រជាពលរដ្ឋជាមួយនឹងអង្គភាពផ្ដល់សេវាហ្នឹងដើម្បីឲ្យលោកទទួលខុសត្រូវសួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីសារ Podcast រដូវកាលទី2ជួបជាមួយនឹងខ្ញុំថាស្រីណេតជាអ្នកសម្របសម្រួលកិច្ចពិភាក្សានៅថ្ងៃនេះតែថ្ងៃនេះយើងនឹងមកពិភាក្សាអំពីប្រធានបទដ៏ពិសេសមួយគឺការបញ្ចូលផែនការសកម្មភាពរួមស្តីពីគណនេយ្យភាពសង្គមផសរកចូលទៅក្នុងកម្មវិធីវិនិយោគ3ឆ្នាំរំកិលរបស់ឃុំសង្កាត់ CIP ចាវាគ្មិនចូលរួមជាកិត្តិយសនៅថ្ងៃនេះមានចំនួន2រូបទី1លោកពេជ្រកំសត់មន្ត្រីគាំទ្របច្ចេកទេសនៃអង្គការទស្សនពិភពលោក2លោកគឿងសុវត្ថនៈមេឃុំផ្នែករមាសในខេត្តបាត់ដំបងដែលលោកមានបទពិសោធន៍ក្នុងការអនុវត្តលើគម្រោងគណនេយ្យភាពសង្គមចាជំរាបសួរពីក្មិនទាំងពីរបាទជំរាបសួរកញ្ញាជំរាបសួរបងបាទចាលោកគ្រូសុខសប្បាយជាធម្មតាទេលោកគ្រូបាទសុខសប្បាយធម្មតាបាទខ្ញុំសុខសប្បាយជាធម្មតាទេបាទអរគុណលោកគ្រូចាអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរនឹងខ្ញុំសូមចាប់ផ្ដើមទៅសំណួរទៅកាន់លោកគ្រូពេជ្រកំសត់មុនចាអញ្ចឹងសំណួរដំបូងគេនេះចង់សួរលោកគ្រូថាតើអ្វីទៅជាគណនេយ្យភាពសង្គមហើយគណនេយ្យភាពសង្គមនេះមានគោលបំណងសំខាន់អីគេខ្លះដែរបាទអរគុណកញ្ញាច្រើនដែលបានសម្របសម្រួលកម្មវិធីថ្ងៃនេះហើយថ្ងៃនេះយើងមានឱកាសដើម្បីចែករំលែកនៅសំណួរមួយដែលពាក់ព័ន្ធថាអ្វីជាគម្រោងគណនេយ្យភាពសង្គមខ្ញុំសូមអនុញ្ញាតជម្រាបជូនអំពីការគ្រប់គ្រងទៅលើគម្រោងនេះបន្តិចគម្រោងនេះត្រូវបានគ្រប់គ្រងដោយ DFAT តាមរយៈធនាគារពិភពលោកហើយក្នុងនេះគឺយើងបានអនុវត្តមាន2ផ្នែកទី1គឺផ្នែកផ្គត់ផ្គង់ដែលតួអង្គរដ្ឋជាអ្នកសម្របសម្រួលហើយពីខាងយើងគឺផ្នែកតម្រូវការអញ្ចឹងគម្រោងរបស់យើងមានឈ្មោះថាការផ្សារភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋដើម្បីធ្វើឲ្យការផ្ដល់សេវាសាធារណៈកាន់តែល្អប្រសើរតាមរយៈការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គមបាទនេះគឺជាគម្រោងហើយកញ្ញាបានសួរថាតើគម្រោងមានគោលបំណងអីគម្រោងរបស់យើងគឺមានគោលបំណងដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់ប្រជាពលរដ្ឋក្នុងការចូលរួមសម្ដែងនូវមតិយោបល់ធ្វើយ៉ាងណាឲ្យការផ្ដល់សេវាសាធារណៈកាន់តែល្អប្រសើរនៅកម្រិតមូលដ្ឋានហើយគោលបំណងនោះគឺមានដូចជាការផ្ដល់សិទ្ធិអំណាចតម្លាភាពនៃការទទួលបានព័ត៌មានការចូលរួមពីសហគមន៍និងធ្វើការសម្រេចចិត្តផងដែរនេះគឺជាគោលបំណងរបស់គម្រោងដែលយើងបានកំពុងអនុវត្តបាទចាអរគុណលោកគ្រូនេះពិតជាពិសេសមែនតែនចាចុះខ្ញុំចង់បញ្ជាក់លោកគ្រូបន្ថែមទៀតថាតើមានយន្តការឬក៏បច្ចេកទេសអីគេខ្លះដើម្បីតម្រុំពេលវេលាឬក៏វត្តសកម្មភាពគណនេយ្យភាពសង្គមក្នុងការកសាងកម្មវិធីវិនិយោគ3ឆ្នាំរបស់ឃុំសង្កាត់ CIP ដែរចាបាទអរគុណច្រើនកញ្ញាហើយសម្រាប់សំណួរនេះយើងស្ដាប់ទៅពិតជាមានសារៈសំខាន់ណាស់សម្រាប់ឲ្យសាមណេរជនទាំងអស់លោកបានស្ដាប់នៅថាតើការអនុវត្តការងារគណនេយ្យភាពសង្គមដែលយើងតែនិយាយថាតម្រឹមក្របខ័ណ្ឌពេលវេលានឹងយើងផ្អែកទៅលើយន្តការអីហើយកម្រិតបច្ចេកទេសអីសម្រាប់ការអនុវត្តនៅក្នុងឆ្នាំ2026នេះយើងឃើញមានការខុសប្លែកគ្នាច្រើនអំពីឆ្នាំកន្លងទៅបើសិនយើងរាប់អំពីការអនុវត្តការងារគណនេយ្យភាពសង្គមនោះគឺជាងមួយទសវត្សរ៍ហើយប៉ុន្តែនៅដោយឡែកនៅក្នុងឆ្នាំ2026នេះជាលក្ខណៈពិសេសដែលលេខាធិការដ្ឋានដែលជាអ្នកដឹកនាំសម្របសម្រួលបច្ចេកទេសហ្នឹងដើម្បីឲ្យការងារអនុវត្តកាន់តែមានប្រសិទ្ធភាពហ្នឹងយើងតម្រឹមពេលវេលារវាងការងារគណនេយ្យភាពសង្គមជាមួយនឹងក្របខ័ណ្ឌនៃការអនុវត្តកសាង3ឆ្នាំរំកិលរបស់ឃុំសង្កាត់សម្រាប់យន្តការដែលយើងកំពុងធ្វើគឺមានយន្តការ2គឺយន្តការទី1ផ្នែកផ្គត់ផ្គង់ដែលជាតួអង្គរដ្ឋដែលដឹកនាំដោយលេខាធិការដ្ឋានក្នុងការសម្របសម្រួលរាល់បច្ចេកទេសនិងសមីអង្គភាពនិងក្រសួងសំខាន់មួយចំនួនហើយនៅក្នុងកម្រិតផ្នែកផ្គត់ផ្គង់ហ្នឹងគឺមានគណៈកម្មការគ្រប់គ្រងការអនុវត្តគម្រោងដែលយើងហៅកាត់ថា PIC ហើយមួយទៀតមានក្រុមការងារបច្ចេកទេសដែលប្រមូលចងក្រងនិងរៀបចំដាក់ជូនគណៈកម្មការគ្រប់គ្រងការអនុវត្តគម្រោងហ្នឹងលោកសម្រាប់អនុម័តនិងសម្រេចនេះគឺជាយន្តការទី1ដែលរៀបចំនិងសម្របសម្រួលដោយតួអង្គរដ្ឋដែលយើងហៅថាផ្នែកផ្គត់ផ្គង់ហើយយន្តការទី2គឺយន្តការសង្គមស៊ីវិលនៅក្នុងយន្តការសង្គមស៊ីវិលនេះមានន័យថាគ្រប់ប្រតិបត្តិការដែលជាអង្គការសង្គមស៊ីវិលទាំងអស់ដែលអនុវត្តការងារគណនេយ្យភាពសង្គមនោះដាក់ចូលនៅធាតុចូលនៅក្នុងយោងទៅលើបទពិសោធន៍ជាសម្រាប់រួមមកយើងឃើញថាយន្តការទាំងពីរនេះគឺពិតជាមានសារៈសំខាន់ទី1យន្តការជាប្រតិបត្តិការនៅកម្រិតមូលដ្ឋានហើយយន្តការមួយទៀតគឺយន្តការក្នុងការដឹកនាំសម្របសម្រួលកម្រិតបច្ចេកទេសដែលមានតួអង្គរដ្ឋក្នុងការរៀបចំជាលទ្ធផលយើងឃើញថាការអនុវត្តក្នុងឆ្នាំនេះគឺ100% គឺយើងបានតម្រឹមក្របខ័ណ្ឌពេលវេលាពីក្របខ័ណ្ឌពេលវេលាអនុវត្តការងារគណនេយ្យភាពសង្គមឲ្យស្របគ្នាទៅជាមួយនឹងដំណើរការរៀបចំឬក៏កសាងកម្មវិធីវិនិយោគ3ឆ្នាំរំកិលរបស់ឃុំសង្កាត់នៅក្នុងឆ្នាំ2026នេះបាទ
ចាអរគុណលោកគ្រូចំពោះការបកស្រាយយ៉ាងក្បោះក្បាយចាចឹងនាងខ្ញុំសូមបញ្ជាក់លោកគ្រូទៀតហេតុអ្វីបានជាការតម្រុំក្របខ័ណ្ឌពេលវេលាមានសារៈសំខាន់ខ្លាំងចំពោះនិរន្តរភាពរយៈពេលវែងនៃការកែលម្អសេវាសាធារណៈនៅក្នុងមូលដ្ឋានផងដែរ បាទអរគុណច្រើនសារៈប្រយោជន៍ឬក៏គុណសម្បត្តិដែលយើងអនុវត្តនៅក្នុងឆ្នាំ2026នេះការតម្រឹមក្របខ័ណ្ឌពេលវេលានឹងវាពិតជាមានសារៈសំខាន់នៅក្នុងកម្រិតបច្ចេកទេសផងនៅក្នុងកម្រិតនៃការចូលរួមរបស់ប្រជាពលរដ្ឋផងស្របតាមយុទ្ធសាស្ត្របញ្ញកោណរបស់រាជរដ្ឋាភិបាលក៏ដូចជាកម្មវិធីជាដំណាក់កាលទី2នេះគឺលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋហើយស្របនឹងពេលគម្រោងដែលយើងអនុវត្តហ្នឹងគឺគម្រោងយើងគឺផ្សារភ្ជាប់ប្រជាពលរដ្ឋជាមួយនឹងអង្គភាពផ្ដល់សេវានឹងធ្វើយ៉ាងណាឲ្យការផ្ដល់សេវាសាធារណៈនឹងកាន់តែល្អប្រសើរតាមរយៈការងារគណនេយ្យភាពសង្គមយើងឃើញថានៅក្នុងឆ្នាំ2026នេះគុណសម្បត្តិនៃការតម្រឹមពេលវេលានេះគឺទី1និយាយអំពីកម្រិតក្របខ័ណ្ឌពីមុនគឺយើងអនុវត្តការងារគណនេយ្យភាពសង្គមនឹងដាច់ដោយឡែកមានន័យថាយើងមើលទៅលើវត្តនៃសកម្មភាពចាស់ហ្នឹងគឺយើងបង្កើតផែនការសកម្មភាពនោះស្ដីពីការងារគណនេយ្យភាពសង្គមនឹងរហូតដល់ខែ5ខែ6ជាងយូរមែនទែនចឹងអត់ទាន់ជាមួយនឹងក្របខ័ណ្ឌនៃការដាក់បញ្ចូលបញ្ហាតម្រូវការជាអត្ថភាពនឹងទៅក្នុងដំណើរការកសាងកម្មវិធីបញ្យក3ឆ្នាំអង្គរបស់ឃុំសង្កាត់ទេការដែលយើងធ្វើអត់ស្របគ្នាវាអត់ស៊ីបន្ពេលវេលាគ្នាបានការដឹកនាំពីលេខាធិការដ្ឋានជាពិសេសក្រមការងារបច្ចេកទេសដែលនៅថ្នាក់ជាតិនឹងលោកឃើញថាបើនៅតែដដែលចឹងការងារនឹងគឺនៅតែអត់អាចដាក់បញ្ចូលនៅបញ្ហាតម្រូវការយោងទៅតាមយន្តការគណនេយ្យភាពសង្គមឬក៏ដំណើរការ CIP នឹងបានទេក្រុមការងារបច្ចេកទេសបានរៀបចំប្រជុំនៅក្នុងកម្រិតបច្ចេកទេសហើយដាក់រាល់សេចក្តីព្រាងទាំងអស់នោះជូនទៅដល់គណៈកម្មការអនុវត្តដឹកនាំការអនុវត្តគម្រោងលោកបានយល់ឃើញថាពិតជារឿងត្រឹមត្រូវដ៏មួយដ៏ល្អហើយលោកក៏អនុម័តឲ្យយើងអនុវត្តនៅក្នុងឆ្នាំ2026នេះគឺទាញពេលវេលាពីខែ5ខែ6ហ្នឹងមកដល់ត្រឹមខែ2ឬក៏ពាក់កណ្ដាលខែកុម្ភៈស្របទៅនឹងបទដ្ឋានគតិយុត្តនៅក្នុងប្រកាសលេខ149ដែលក្របខ័ណ្ឌពេលវេលានៃការអនុវត្តគឺចាប់ផ្ដើមពីពាក់កណ្ដាលខែកុម្ភៈហ្នឹងដូច្នេះផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គមដែលចាបហ្នឹងត្រូវបានផលិតឲ្យចប់នៅក្នុងកំឡុងខែ2ឬខែ3ហ្នឹងដើម្បីឲ្យទាន់ស្របពេលដែលគណៈកម្មការកសាងផែនការអន្តរការដែលហៅថាគោលបឋមហ្នឹងលោកកំពុងរៀបចំអញ្ចឹងដាក់ទៅបានមានឱកាសនៅក្នុងការដាក់ចូលបានច្រើនហ្នឹងជាផ្នែកទី1ទី2តកតងកម្រិតការបំពេញបន្ថែមមានន័យថាពីមុនយើងឃើញថាការងារគណនេយ្យភាពសង្គមយើងធ្វើទៅហាក់ដូចជាដាច់ដライផែនការចាបផ្សេងឬក៏ផែនការផុសសរកោផ្សេងផែនការសកម្មភាពឬក៏ហៅថាកម្មវិធីបញ្ញផ្សេងគ្នាដូច្នេះអត់ចូលគ្នាទេអញ្ចឹងការណាដែលតម្រឹមនេះធ្វើឲ្យលទ្ធភាពនៃការប្រមូលបញ្ហាតម្រូវការពីសហគមន៍ជាពិសេសគោលបឋមដែលដឹកនាំក្នុងការអនុវត្តហ្នឹងគឺស្របពេលគ្នាគឺត្រឹមត្រូវហើយមានឱកាសក្នុងការចូលរួមយោងទៅលើសេចក្តីណែនាំបច្ចេកទេសឃើញថាចំនួនពលរដ្ឋដែលត្រូវចូលរួមក្នុងការប្រមូលបញ្ហាតម្រូវការហ្នឹងគឺចន្លោះពី 60% គ្រួសារដូច្នេះការងារគណនេយ្យភាពសង្គមគឺជាផ្នែកមួយនៃការបំពេញបន្ថែមដែរដែលយើងប្រើយន្តការនៃការចូលរួមស្របជាមួយនឹងឈ្មោះគម្រោងរបស់យើងតាការផ្សារភ្ជាប់ប្រជាពលរដ្ឋទៅនឹងអ្នកអង្គភាពផ្ដល់សេវាដើម្បីឲ្យការផ្ដល់សេវាកាន់តែមានភាពល្អប្រសើរមួយទៀតតកតូនជាមួយនឹងអត្ថប្រយោជន៍គឺធ្វើឲ្យយើងនឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការអនុវត្តចាបពីមុនយើងឃើញថាបើសិនយើងបង្កើតផែនការរួមផែនការសកម្មភាពរួមនៅក្នុងខែ6ខែ7អញ្ចឹងឱកាសនៃពេលវេលាហ្នឹងមានចន្លោះតែ 4-5 ខែទៅអនុវត្តប៉ុន្តែនៅក្នុងឆ្នាំ2026នេះសកម្មភាពត្រូវបានផលិតឡើងនៅក្នុងចន្លោះពេលពីខែកុម្ភៈដល់ខែមីនាហ្នឹងធ្វើឲ្យយើងមានពេលបើយើងគណនាទៅមានប្រមាណជា8ទៅ9ខែក្នុងការអនុវត្តក្នុងឆ្នាំទៀតអញ្ចឹងធ្វើឲ្យប្រសិទ្ធភាពនៃការអនុវត្តហ្នឹងសម្ដែងឲ្យឃើញប្រជាពលរដ្ឋលោកឃើញថាអូពេលដែលគាត់លើកសកម្មភាពអន្តរភាពជាមួយនឹងអង្គភាពផ្ដល់សេវាអង្គភាពផ្ដល់សេវាលោកបានមានវិធានការឬក៏មានបទអន្តរាគមន៍ក្នុងការអនុវត្តក្នុងឆ្នាំធ្វើឲ្យប្រជាពលរដ្ឋនឹងមានទំនុកចិត្តមួយទៀតគឺវាពាក់ព័ន្ធជាមួយនឹងឱកាសនៃការស្វែងរកធនធាននិងអនុវត្តខ្ញុំសូមលើកឧទាហរណ៍ថាបើសិនយើងបង្កើតចាប់នៅក្នុងកំឡុងខែ6ខែ7អញ្ចឹងយើងមានប្រហែលខែទេសម្រាប់ក្នុងការដាក់បញ្ចូលហើយពេលនោះគឺយើងបានបញ្ចូលត្រឹមតែលក្ខណៈថាសិក្ខាសាលាសមាហរណកម្មនៅថ្នាក់ស្រុកដែលយើងហៅបច្ចេកទេសថា DV ទេអញ្ចឹងឱកាសនៃការគៀងគោធនធាននឹងមានតិចហើយបើគេចង់ចូលរួមក៏ពិបាកដែរព្រោះពេលវេលាខ្លីអញ្ចឹងផែនការសកម្មភាពរបស់យើងតែងតែរំកិលរហូតដល់ក្នុងឆ្នាំបន្ទាប់ដែលឡែកអត្ថប្រយោជន៍ដែលយើងតម្រឹមពេលវេលានឹងធ្វើឲ្យយើងបង្កើតបានពីដើមឆ្នាំជាងឱកាសក្នុងការគៀងគោប្រមូលធនធានផ្សេងៗមកអនុវត្តផែនការសកម្មភាពរួមនោះ
មានឱកាសច្រើនពីព្រោះយើងមានពេលវេលាវែងជាងមុនបើសិនយើងបង្កើតត្រឹមខែ2អញ្ចឹងយើងមានពេល10ខែបើសិនយើងបានបង្កើតខែ8យើងមានពេល9ខែឃើញទេល្អហើយមួយទៀតតកតូនជាមួយនឹងការធ្វើការសម្រេចចិត្តពីក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការរៀបចំនិងចាត់ចែងថវិកាដែលវិភាគពីថ្នាក់ជាតិនឹងបានត្រឹមត្រូវនឹងស្របពេលវេលាផងដែរព្រោះក្នុងកំឡុងពេលហ្នឹងគឺជាពេលវេលាដែលក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសលោកកំពុងប្រមូលនៅបញ្ហាតម្រូវការពីសហគមន៍ដើម្បីឆ្លើយតបទៅនឹងវិស័យសំខាន់ៗទាំង4ហ្នឹងមានសេដ្ឋកិច្ចមានសង្គមគិច្ចមានការគ្រប់គ្រងធនធានធម្មជាតិនិងអនាម័យបរិស្ថានមានរដ្ឋបាលសន្តិសុខជាដើមដូច្នេះការបង្កើតហ្នឹងធ្វើឲ្យយើងមានចំណេញទាំងពេលវេលាទាំងការចូលរួមកាន់តែច្រើនជាងមុនហើយមានឱកាសក្នុងការអនុវត្តហើយក៏នឹងមានឱកាសក្នុងការប្រមូលគៀងគោអនុវត្តផងដែរនេះគឺជាអត្ថប្រយោជន៍សំខាន់បាទចាអរគុណចំពោះលោកគ្រូសតដែលបានបកស្រាយយ៉ាងក្បោះក្បាយអំពីការអនុវត្តទៅលើគម្រោងគណនេយ្យភាពសង្គមចាអញ្ចឹងនាងខ្ញុំសូមងាកមកកាន់លោកមេឃុំវិញម្ដងចាចំពោះលោកឃុំលោកផ្ទាល់តើអនុវត្តគម្រោងគណនេយ្យភាពសង្គមរបស់យើងបានប្រហែលឆ្នាំហើយបាទអរគុណជាដំបូងខ្ញុំបាទសូមជម្រាបសួរតជាថ្មីចំពោះដល់កញ្ញាជាអ្នកសម្របសម្រួលកម្មវិធីនិងបងកំសត់បាទដែលជាតំណាងឲ្យអង្គការ Per Vision បាទចំពោះរូបខ្ញុំផ្ទាល់ខ្ញុំជានៅក្នុងអាណត្តិទី5នេះជាមេឃុំបាទថ្មីហើយពាក់ព័ន្ធនឹងកិច្ចការងារគណនេយ្យភាពសង្គមនេះមកទល់នឹងពេលនេះគឺយើងបានដំណើរការបាន4ឆ្នាំបាទចាអញ្ចឹងនៅក្នុងឃុំលោកគ្រូផ្ទាល់បានអនុវត្តបាន4ឆ្នាំហើយចាអញ្ចឹងក្នុងនាមលោកជាប្រធានផសរកចាឬក៏ប្រធានគណៈកម្មការផែនការសកម្មភាពរួមស្ដីពីគណនេយ្យភាពសង្គមរបស់យើងចាតើចំពោះផែនការនេះបែងចែកចេញជាប្រមាណប្រភេទដែរបាទអរគុណសម្រាប់សំណួរមួយនេះពាក់ព័ន្ធទៅនឹងការអនុវត្តកិច្ចការងារផែនការសកម្មភាពរួមរបស់ហើយកិច្ចការងារគណនេយ្យភាពសង្គមនេះសម្រាប់ឃុំខ្ញុំផ្ទាល់ដែលខ្ញុំបានអនុវត្តជាក់ស្ដែងគឺយើងបែងចែកវាជា3ប្រភេទផ្សេងគ្នាចឹងនៅក្នុងនោះពាក់ព័ន្ធនឹងប្រភេទទី1មានន័យថាជាសកម្មភាពដែលមិនចាំបាច់ប្រើប្រាស់ថវិកាទេបាទឧទាហរណ៍ដូចជាពាក់ព័ន្ធទៅនឹងការកែប្រែឥរិយាបថបុគ្គលិកពាក់ព័ន្ធទៅនឹងការសម្របសម្រួលសេវាផ្សេងដើម្បីងាយស្រួលក្នុងការទទួលយករបស់ប្រជាពលរដ្ឋហើយចំពោះសកម្មភាពទី2គឺយើងផ្ដោតទៅលើកិច្ចការងារដែលត្រូវប្រើប្រាស់ថវិការបស់អង្គភាពផ្ទាល់ចឹងឧទាហរណ៍ដូចជានៅតាមសាលារៀនគាត់មានថវិកាដំណើរការសាលារៀននៅមណ្ឌលសុខភាពនៅឃុំគឺគាត់មានប្រើប្រាស់ថវិកានឹងបាទអញ្ចឹងមានន័យថានឹងជាសកម្មភាពទី2ដែលយើងធ្វើកន្លងមកយើងបានជោគជ័យចំពោះលក្ខខណ្ឌទី3គឺវាផ្ដោតសំខាន់ទៅលើគម្រោងឬក៏សកម្មភាពណាដែលប្រើប្រាស់ថវិកាច្រើនអញ្ចឹងភាគច្រើនយើងបានបញ្ចូលសកម្មភាពអស់នឹងឯងទៅក្នុងដែលយើងនិយាយថា CIP ដែលជាផែនការវិនិយោគ3ឆ្នាំរបស់ឃុំអញ្ចឹងនៅក្នុងលក្ខខណ្ឌនេះហើយដែលយើងនិយាយថាយើងជជែកគ្នាបងលើកឡើងខាងដើមអញ្ចឹងពាក់ព័ន្ធនឹងកិច្ចការងារនេះហើយនេះជាអ្វីដែលឃុំរបស់ខ្ញុំបានអនុវត្តកន្លងមកបាទចាអរគុណចង់បញ្ជាក់ទៅលោកគ្រូផងដែរថាតើសកម្មភាពប្រភេទណាដែរដែលយើងអាចបញ្ចូលទៅក្នុងកម្មវិធីវិនិយោគ3ឆ្នាំរំកិលរបស់ឃុំបានដោយរលូនបាទអរគុណសម្រាប់សំណួរមួយនេះហើយជាក់ស្ដែងសម្រាប់កិច្ចការងារនៅក្នុងឃុំបាទរបស់ខ្ញុំផ្ទាល់នៅក្នុងការអនុវត្តកិច្ចការងារគណនេយ្យភាពសង្គមនេះកន្លងមកយើងផ្ដោតសំខាន់ទៅលើសកម្មភាពចំនួន2បាទដែលយើងដាក់ចូលទៅក្នុងផែនការវិនិយោគ3ឆ្នាំរំកិលរបស់ឃុំហើយដែលយើងដាក់បញ្ចូលទៅហើយមិនសូវជាមានបញ្ហាហើយយើងអាចដោះស្រាយបានរលូនពាក់ព័ន្ធនឹងកិច្ចការងារនេះទី1គឺយើងផ្ដោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈតូចមានន័យថាឧទាហរណ៍ដូចជាយើងទៅការសាងសង់ដូចជាបន្ទប់ទឹកបាទរោងដាក់កង់ឬក៏ចាក់បេតុងអីបាទឬក៏សាងសង់លបងខ្លងទ្វាររបស់សាលារៀនអានឹងយើងដាក់បញ្ចូលអានឹងគេហៅថាហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដែលយើងកន្លងមកយើងដាក់អានឹងឯងចូលទៅក្នុងផែនការវិនិយោគរបស់ឃុំបាទហើយចំណុចមួយទៀតនឹងគឺយើងប្រើប្រាស់មានន័យថាយើងសកម្មភាពដែលមិនមែនជាហេដ្ឋារចនាសម្ព័ន្ធបាទដោយសារអីពាក់ព័ន្ធទៅនឹងកិច្ចការងារផ្សព្វផ្សាយផ្សេងនឹងកិច្ចការងារអស់ហ្នឹងយើងអត់ចាំបាច់ចំណាយថវិកាច្រើនទេមានន័យថាឧទាហរណ៍ដូចជាត្រូវការចុះទៅផ្សព្វផ្សាយពីគោលនយោបាយរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងភូមិឃុំមានសុវត្ថិភាពអីចឹងយើងចុះទៅយើងចំណាយធនធានតិចតួចអាហ្នឹងយើងអាចដំណើរការទៅបានពាក់ព័ន្ធនឹងកិច្ចការងារនេះបាទអរគុណចាអរគុណលោកមេឃុំដែលបានបកស្រាយយ៉ាងក្បោះក្បាយជូនដល់ប្រិយមិត្តអ្នកស្ដាប់របស់យើងចាអញ្ចឹងសំណួរបន្តទៀតសូមជូនទៅលោកគ្រូកំសត់វិញចាអញ្ចឹងតើនរណាខ្លះគឺជាតួអង្គយ៉ាងសំខាន់ក្នុងការដាក់បញ្ចូលគម្រោងផែនការសកម្មភាពរួមស្ដីពីគណនេយ្យភាពសង្គមរបស់យើងចូលទៅក្នុងកម្មវិធីវិនិយោគ3ឆ្នាំរំកិល CIP ដែរបាទអរគុណច្រើននេះជាសំណួរមានសារៈសំខាន់មែនទែននៅពេលដែលបង្កើតផែនការសកម្មភាពហើយ
តើរបៀបនៃការអនុវត្តមិនហើយសមាជិកណាដែលទទួលខុសត្រូវបន្ទាប់ពីយើងបានបង្កើតរួចខ្ញុំសូមអនុញ្ញាតជម្រាបជូនផងដែរថានៅក្នុងឆ្នាំ2026នេះយើងមានការអនុវត្តខុសពីឆ្នាំមុនដោយយើងបានបង្វែរឬក៏លើកសកម្មភាពពីមុនមកអនុវត្តក្រោយពីកណ្ដាលទៅមុនគេមានន័យថាពីមុនយើងទៅធ្វើការផ្សព្វផ្សាយកញ្ចប់ព័ត៌មានជាសារវ័ននឹងជូនដល់ប្រជាពលរដ្ឋទៅលើអង្គភាពមួយបន្ទាប់មកបានយើងធ្វើការដាក់បន្ទុកដើម្បីជាផ្នែកមួយនៃការប្រមូលបញ្ហាតម្រូវការនិងដំណោះស្រាយក្នុងឆ្នាំ2026នេះគឺយើងចាប់ផ្ដើមពីការអនុវត្តទៅលើការប្រមូលបញ្ហាតម្រូវការតាមយន្តការឬក៏តាមវិធីសាស្ត្រនៃការដាក់បន្ទុកមុនដើម្បីឲ្យស្របពេលអញ្ចឹងសំណួរសួរថាតើបើសិនជាយោងទៅលើក្របខ័ណ្ឌពេលវេលាយើងអនុវត្តបានបង្កើតផែនការសកម្មភាពបាននៅក្នុងកំឡុងពាក់កណ្ដាលខែកុម្ភៈឬក៏ដល់ខែមីនាថាតើនរណាជាងទី1ខាគឺគាត់នៅពេលដែលគាត់សម្របសម្រួលក្នុងការរៀបចំបានផែនការសកម្មភាពនឹងហើយគាត់ត្រូវធានាថាផែនការសកម្មភាពនឹងបានស្របគ្នាត្រឹមត្រូវវាមិនមែន 100% ក៏ប៉ុន្តែមានភាពស្របគ្នាត្រឹមត្រូវស៊ីគ្នាជាមួយនឹងតារាងបច្ចេកទេសរបស់ CIP អញ្ចឹងបន្ទាប់ពីគាត់បានផលិតហើយគឺតួនាទីរបស់គាត់ត្រូវបកគលជូនផែនការសកម្មភាពនោះដែលយើងហៅថាផែនការសកម្មភាពរូបនោះជូនទៅដល់មន្ត្រីបង្គោលរបស់ឃុំដែលមន្ត្រីបង្គោលទទួលបន្ទុកការងារគណនេយ្យភាពសង្គមនឹងដើម្បីឲ្យគាត់មានឱកាសជជែកកម្រិតបច្ចេកទេសឬក៏ស្វែងការគ្រប់គ្រងជាមួយនឹងគោលបថដែលមានក្រុមប្រឹក្សាឃុំគាត់នៅទីនោះផងហើយគាត់ក្រុមប្រឹក្សាឃុំដូចបងអញ្ចឹងគឺជាមេឃុំផងហើយបើនិយាយពីចាបនោះគឺគាត់ជាប្រធានគណៈកម្មាធិការផងដូច្នេះគឺសមាជិកមួយគឺគាត់ពាក់ព័ន្ធច្រើនអញ្ចឹងតើនរណាដែលជាអ្នកយកទៅដូចខ្ញុំជំរាបជូនអញ្ចឹងថាតួនាទីរបស់ខាសទៅធានាថាការបង្កើតផែនការសកម្មភាពរួមនឹងឲ្យបានច្បាស់លាស់ត្រឹមត្រូវតាមដែលអាចធ្វើទៅបាននៅក្នុងកម្រិតខ្ពស់បំផុតបន្ទាប់ពីបានភាពត្រឹមត្រូវហើយបន្ស៊ីគ្នាតម្រឹមគ្នាហើយអស់ហើយអញ្ចឹងគោលបថហ្នឹងដែលត្រូវធ្វើកិច្ចការងារហើយក្នុងនោះជាពិសេសយើងទៅស្គាល់តួអង្គមួយទៀតដែលសំខាន់មែនទែនគឺគោលកនគរដូច្នេះគោលកនគរក៏ទទួលបន្ទុកលើកិច្ចការងារសង្គមនឹងហើយជំទប់ទី2ក៏ទទួលបន្ទុកលើការងារសង្គមផងដែរដូច្នេះអ្នកទាំងអស់នោះគឺជាអ្នកពាក់ព័ន្ធខ្ញុំសូមអនុញ្ញាតទាញយកចំណុចនេះបន្តិចដើម្បីឲ្យមានការអនុវត្តដោយបងជំរាបជូនបងមេឃុំក៏ជំរាបជូនចឹងថាតើការអនុវត្តចាប់បានលទ្ធភាពទៅធ្វើម៉េចគឺយើងពិតជាអរគុណដល់រាជរដ្ឋាភិបាលជាពិសេសមានលេខាធិការឋានដែលធ្វើកិច្ចការងារនឹងយ៉ាងល្អជាមួយនឹងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុហើយនឹងក៏ដូចជាអគ្គរដ្ឋាភិបាលជាតិបានចេញនៅគេហៅសារាចរ007នៅក្នុងនោះគឺផ្នែកជាសំខាន់គឺសេវាសង្គមនិងអនាម័យបរិស្ថានដូច្នេះគោលការណ៍គឺដើរតួសំខាន់មែនទែនដើម្បីឲ្យការអនុវត្តនឹងមានប្រសិទ្ធភាពហើយគាត់នឹងត្រូវតែធ្វើឲ្យទាន់ពេលវេលានៅក្នុងការឱកាសនៃការដែលគេប្រមូលបញ្ហានឹងចូលនៅក្នុងតារាងបច្ចេកទេសរបស់ CIP មានចាប់ពីតារាង 1.1 កជាដើមបាទនេះគឺជាតួអង្គសំខាន់បន្ទាប់ពីយើងបានចាប់ហើយអ្នកដែលទៅបន្តចូលនៅក្នុងដំណើរការរបស់ CIP ហ្នឹងដូចខ្ញុំសង្ខេបជូនមានគោលកនគរមានគោលផថមានក្រុមប្រឹក្សាឃុំមានមន្ត្រីបង្គោលទទួលបន្ទុកហើយមានជំទប់ទី2ដែលទទួលលើកិច្ចការងារសង្គមហ្នឹងហើយក៏ដូចមួយចំនួនគឺគ្រប់គ្រងពីបច្ចេកទេសរបស់ខាសផងដែរអរគុណច្រើនចាអរគុណលោកគ្រូចំពោះការបកស្រាយយ៉ាងក្បោះក្បាយអំពីតួនាទីនិងសមាជិកភាពនៃការបញ្ចូលផែនការសកម្មភាពរួមស្ដីពីគណនេយ្យភាពសង្គមចូលទៅក្នុងកម្មវិធីវិនិយោគ3ឆ្នាំរំកិលយ៉ាងក្បោះក្បាយជូនដល់ប្រិយមិត្តអ្នកស្ដាប់របស់យើងចាអញ្ចឹងនាងខ្ញុំមានសំណួរជាចុងក្រោយមួយទៀតទៅកាន់លោកគ្រូចាតើលោកគ្រូអាចបញ្ជាក់បានទេថាតើការអនុវត្តគម្រោងគណនេយ្យភាពសង្គមនិងការតម្រឹមវត្តនេះជួយសម្រួលដល់ការប្រមូលបញ្ហានិងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋបានកម្រិតណាដែរបាទអរគុណសាជាថ្មីម្ដងទៀតសំណួរនេះពិតមែនហើយថាយើងនៅក្នុងប្រធានបទការតម្រឹមក្របខ័ណ្ឌពេលវេលាមុននឹងយើងដឹងថាតើការតម្រឹមនឹងវាមានបំពេញឲ្យគ្នាយ៉ាងដូចម្ដេចដូចខ្ញុំបានជម្រាបជូនចឹងថាកម្រិតបច្ចេកទេសកំពុងតែរៀបចំនៅកិច្ចការងារទាំងអស់ហ្នឹងថាតើការរៀបចំតម្រឹមពេលវេលានឹងវាអាចជាផ្នែកអីនៅក្នុងដំណើរការកសាងកម្មវិធីវិនិយោគ3ឆ្នាំរំកិលហ្នឹងប៉ុន្តែថាការងារគណនេយ្យភាពសង្គមប្រសិនបើយើងមើលកលេសតែមួយផ្លេតប្រហែលជានិយាយទៅពីរឿងលុយកាក់អីទេព្រោះគណនេយ្យហ្នឹងបាទតាមពិតការងារគណនេយ្យភាពសង្គមគឺការចូលរួមពីសង្គមដែលមានប្រជាពលរដ្ឋជាមួយនឹងអង្គភាពផ្ដល់សេវាហ្នឹងដើម្បីឲ្យលោកទទួលខុសត្រូវទៅលើមុខងារនិងភារកិច្ចរបស់លោកឧទាហរណ៍បើឃុំអញ្ចឹងតើលោកជារៀងរាល់ឆ្នាំភារកិច្ចតួនាទីនិងកាតព្វកិច្ចរបស់គាត់នឹងរៀបចំកម្មវិធីវិនិយោគហើយប៉ុន្តែកម្មវិធីវិនិយោគគាត់ធ្វើតែឯងទេអត់ទេត្រូវមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋនៅក្នុងឯកសារបច្ចេកទេសប្រាប់ថា 60% នៃគ្រួសារនៅក្នុងពលរដ្ឋដែលចំណុះឲ្យក្នុងឃុំសង្កាត់របស់គាត់អញ្ចឹងមានន័យថាការងារគណនេយ្យភាពសង្គមដែលយើងតម្រឹមនេះគឺជាផ្នែកមួយនៃការជួយ
ជំរុញនិងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋនឹងលោកហ៊ានបញ្ចេញនៅសម្ដែងនៅមតិរបស់គាត់ដែលពាក់ព័ន្ធជាមួយនឹងការបំពេញមុខងាររបស់មន្ត្រីឧទាហរណ៍ដូចជានៅឃុំគាត់បំពេញមុខងារគាត់ជាមន្ត្រីក្នុងការផ្ដល់សេវារដ្ឋបាលផងហើយក្នុងការងារអភិវឌ្ឍផងស្អីទៅជាការងារអភិវឌ្ឍមានន័យថាការវិភាគថវិកាពីថ្នាក់ជាតិនឹងជារៀងរាល់ឆ្នាំដើម្បីឲ្យឃុំសង្កាត់មានទាំងធនធានមនុស្សមានទាំងធនធានហិរញ្ញវត្ថុតាមរយៈការវិភាគពីថ្នាក់ជាតិនឹងមកធ្វើការអភិវឌ្ឍឲ្យស្របទៅនឹងគោលដៅដាក់ចេញ5ឆ្នាំរបស់លោកហើយឲ្យស្របជាមួយនឹងបញ្ហាតម្រូវការរបស់សហគមន៍ដែលកើតឡើងនៅក្នុងឆ្នាំអញ្ចឹងមានន័យថាការងារគណនេយ្យភាពសង្គមគឺស្ថិតនៅក្នុងរូបភាពមួយដែលជួយឲ្យការប្រមូលបញ្ហាតម្រូវការពីសហគមន៍នឹងកាន់តែល្អប្រសើរតែល្អមិនល្អដូចជាយើងមើលនៅក្នុងទស្សនវិជ្ជាបរិយាបន្នគ្រប់ផ្នែកទាំងអស់មានតែកុមារជនមានពិការភាពគ្រួសារងាយរងគ្រោះបើជនជាតិដើមភាគតិចប្រសិនបើតំបន់នោះជាតំបន់ដែលមានជនជាតិដើមភាគតិចដូច្នេះការងារគណនេយ្យភាពសង្គមគឺប្រមូលទាំងអស់ហើយទាំងជនមានពិការភាពទាំងបរិយាបន្នសង្គមហើយនិងពលរដ្ឋទូទៅជាលទ្ធផលយើងឃើញថានៅពេលដែលអស់លោកអ្នកទាំងអស់នោះលោកបានចេញចូលរួមមានន័យថាការប្រសិទ្ធភាពនៃការកសាងផែនការហ្នឹងគឺរឹតតែមានត្រឹមត្រូវដាក់ចំនៅអ្វីដែលជាបញ្ហាដែលកើតឡើងនៅក្នុងសហគមន៍របស់លោកនៅក្នុងសង្កាត់នីមួយៗបាទជារួមខ្ញុំឃើញថាពីទស្សនវិជ្ជានៃការចូលរួមកាន់តែល្អប្រសើរមិនមែនថាពីមុនអត់ល្អប្រសើរទេគឺល្អហើយប៉ុន្តែកាន់តែល្អប្រសើរទី2គឺយើងគិតគ្រប់ជ្រុងជ្រោយនៅក្នុងអង្គភាពទាំងអស់ពីមុនប្រហែលជាយើងគិតថារឿងតែថវិការបស់ឃុំទៅធ្វើរឿងអីប៉ុន្តែនៅពេលនេះយើងគិតតាំងពីសាលារៀនវិស័យអប់រំវិស័យសុខាភិបាលគិតទៅលើមណ្ឌលសុខភាពវិស័យកិច្ចការងារទូទៅវិស័យកិច្ចការពារកុមារគឺនៅក្នុងនោះទាំងអស់ហើយដូច្នេះធ្វើឲ្យមានការចូលរួមកាន់តែច្រើនសម្ដែងនៅអ្វីដែលជាតម្រូវការជាមូលដ្ឋានស្របទៅនឹងផ្លូវច្បាប់និងបទដ្ឋានមិនមែនចេះតែត្រូវការចេះតែធ្វើទេអ្វីដែលជាល្អមួយទៀតយើងឃើញថាការងារគណនេយ្យភាពសង្គមការតម្រឹមពេលវេលានេះធ្វើឲ្យពលរដ្ឋលោកយល់ឲ្យកាន់តែស៊ីជម្រៅជាមួយនឹងទូនាទីការបំពេញភារកិច្ចរបស់អង្គភាពផ្ដល់សេវាពីមុនប្រហែលជាគាត់អត់ដឹងថានៅមណ្ឌលសុខភាពគេនឹងត្រូវមានឱសថអីស្តង់ដារអីខ្លះទៅជូនគាត់ទេគាត់ទៅអាចនឹងកំងឱសថដោយខ្លួនគាត់ដោយយល់ឃើញថាឲ្យតែមណ្ឌលសុខភាពគឺដូចជាមន្ទីរពេទ្យនឹងឯងចឹងអត់ទេចឹងនៅពេលដែលការងារនៃភាពសង្គមទៅធ្វើឲ្យគាត់យល់ពីស្តង់ដារនៅទីនោះធ្វើឲ្យគាត់យល់ពីតម្រូវការនៅទីនោះថាគេខ្វះអីធ្វើឲ្យគាត់យល់ថាគាត់នឹងគួរចែករំលែកអីនៅក្នុងការអភិវឌ្ឍសាលាមណ្ឌលសុខភាពឬក៏សាលារដ្ឋបាលឃុំរបស់គាត់កាន់តែមានភាពល្អប្រសើរតាមរយៈការចូលរួមនឹងហើយបាទយើងចង់ឲ្យកិច្ចការងារនឹងបន្តប៉ុន្តែដែលយើងនឹងចាប់ផ្ដើមនៅក្នុងឆ្នាំ2026នេះទេដែលយើងអនុវត្តឲ្យពេញលេញទៅលើការតម្រឹមក្របខ័ណ្ឌពេលវេលាធ្វើឲ្យការចូលរួមកាន់តែមានភាពល្អប្រសើរជាលទ្ធផលយើងមានជាតេឡៃកមួយចំនួនផងដែរតែយើងអត់បានធ្វើការចែករំលែកដូចជាផែនការដូចជាការដាក់បញ្ចូលក្នុងតារាងរបស់ដំណើរការរបស់ឃុំអញ្ចឹងប្រហែលជាឃុំមួយចំនួនលោកស្រីនឹងអាចពិនិត្យមើលទៅគឺមើលនៅក្នុងតារាងចាប់នៅក្នុងតារាងបិទផ្សាយសិក្ខាសាលាស្មារតីកម្មនៅថ្នាក់ស្រុកអីពិតជាឃើញនៅសកម្មភាពទាំងអស់នោះហើយបាទអញ្ចឹងខ្ញុំចែកម្លែកមានប៉ុណ្្នឹងបាទចាអញ្ចឹងអរគុណលោកគ្រូដែលបានបកស្រាយយ៉ាងស៊ីជម្រៅអំពីការអនុវត្តលើគម្រោងគណនេយ្យភាពសង្គមក៏ដូចជាការតម្រឹមវត្តចាហើយចំពោះការប្រមូលបញ្ហានិងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ចាអញ្ចឹងជាបន្តទៀតនេះខ្ញុំសូមងាកមកកាន់លោកមេឃុំវិញចាអញ្ចឹងចំពោះឃុំរបស់លោកផ្ទាល់តើរដ្ឋបាលឃុំបានជួបនៅបញ្ហាប្រឈមផលលំបាកអីគេខ្លះដែរក្នុងការបញ្ចូលផែនការសកម្មភាពរួមស្ដីពីគណនេយ្យភាពសង្គមចូលទៅក្នុងកម្មវិធីវិនិយោគ3ឆ្នាំរង្កើរបស់ឃុំដែរចា៎បាទអរគុណពាក់ព័ន្ធទៅនឹងសំណួរដែលកញ្ញាបានសួរនេះគឺបញ្ហាប្រឈមយើងមានចំនួន2ហើយអ្វីសំខាន់ពាក់ព័ន្ធទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋហ្នឹងគឺយើងយល់ថាដំណោះស្រាយគឺយើងទៅប្រើប្រាស់ថវិកាអញ្ចឹងបញ្ហាប្រឈមខ្លាំងជាងគេសំខាន់ជាងគេទី1ហ្នឹងគឺកម្រិតថវិការបស់មូលនិធិឃុំមានកំណត់បាទមានន័យថាយើងការប្រើប្រាស់ថវិកាគឺយើងចាយទៅតាមខ្ទង់ទៅតាមអ្វីដែលយើងមានន័យថានៅពេលដែលយើងអនុម័តថវិកានៅដើមឆ្នាំហ្នឹងយើងដោះស្រាយថវិកាទៅតាមលក្ខខណ្ឌហ្នឹងបញ្ហាទី2ដូចបងកំសត់បានលើកឡើងពីមុនហ្នឹងគឺពាក់ព័ន្ធនឹងក្របខ័ណ្ឌពេលវេលាអញ្ចឹងការកសាងផែនការវិនិយោគរបស់ឃុំគឺយើងទៅមុនណាបាទហើយដល់ពេលដែលយើងប្រមូលបញ្ហាពីប្រជាពលរដ្ឋតាមរយៈកម្មវិធីគណនេយ្យភាពសង្គមនេះមកបញ្ហាខ្លះយើងត្រូវបានដាក់បញ្ចូលយឺតពេលបាទនេះទាំងបញ្ហានេះហើយដែលខ្ញុំអរគុណដែលឮបងបានលើកពីបញ្ហានឹងឡើងខ្ញុំក៏សប្បាយចិត្តដែរពីព្រោះមិនមែនថាពីមុនមកយើងធ្វើអត់បានទេយើងព្យាយាមដោះស្រាយបញ្ហាហ្នឹងធ្វើម៉េច
ឲ្យការងារអ្វីដែលអង្គភាពដល់សេវានៅថ្នាក់មូលដ្ឋានហ្នឹងគាត់លើកឡើងមករដ្ឋបាលឃុំយើងអាចចូលរួមចំណែកដោះស្រាយជូនគាត់បានអានេះយើងនិយាយជារួមមកគឺយើងបញ្ហាទី1គឺពាក់ព័ន្ធនឹងថវិកាទី2គឺក្របខ័ណ្ឌពេលវេលានៃការរៀបចំផែនការសកម្មភាពរួមនឹងជាមួយនឹងផែនការវិនិយោគរបស់ឃុំ3ឆ្នាំ7បាទ ចាជាបញ្ហាដ៏ធំធេងមួយចាអញ្ចឹងលោកគ្រូអាចបញ្ជាក់បន្ថែមបានទៀតទេថាតើរដ្ឋបាលឃុំចាត់ចែងឬក៏បញ្ចូលគម្រោងទាំងអស់ហ្នឹងទៅខាងណាដើម្បីស្វែងរកការគ្រប់គ្រងហើយចំពោះសំណួរនេះខ្ញុំអរគុណផងដែរចំពោះកិច្ចការងារនេះដែលយើងធ្វើកន្លងមកគឺយើងបានល្អប្រសើរច្រើនពាក់ព័ន្ធទៅនឹងកិច្ចការងារដែលកញ្ញាបានសួរមកខ្ញុំមិញហ្នឹងទី1នោះគឺយើងចង់និយាយថាយើងដំណោះស្រាយយើងគឺមាន2ដូចគ្នាដែរមានន័យថាទី1គឺយើងដូចបងនិយាយចឹងនៅពេលដែលចុងឆ្នាំយើងទៅជំរុញទៅសិក្ខាសាលាសមាហរណកម្មវិនិយោគរបស់ថ្នាក់ស្រុកដើម្បីស្វែងរកការគ្រប់គ្រងឬអង្គភាពជំនាញហ្នឹងដើម្បីឲ្យគាត់គ្រប់គ្រងទៅលើអ្វីដែលយើងដោះស្រាយអត់ចេញបាទហើយចំណុចទី2គឺសម្រាប់ឃុំខ្ញុំឬក៏ឃុំដតីផ្សេងទៀតទូទាំងប្រទេសគឺយើងវាអាចដែលមានលក្ខខណ្ឌហ្នឹងគឺអ្វីដែលសំខាន់គឺយើងសំណូមពរទៅក្រមការងារចុះមូលដ្ឋានបាទជំហានដំបូងបន្ទាប់មកយើងស្វែងរកអង្គការដៃគូដែលអាចគាត់ support ទៅលើអ្វីដែលជាសំណើនៅមូលដ្ឋានហ្នឹងហើយជាចុងក្រោយនោះគឺជាមួយនឹងសពរស់ជនបាទសពរស់ជនដែលគាត់នៅមូលដ្ឋានដែលគាត់ប្រឡងមកគាត់តែងតែជួយនៅអ្វីដែលជាតម្រូវការនៅតាមសាលារៀនតាមមន្ទីរពេទ្យជាដើមហើយកិច្ចការងារទាំងអស់ហ្នឹងគឺយើងធ្វើទៅបានល្អប្រសើរនិងជោគជ័យបាទមួយចំនួនច្រើនបាទចាសូមអរគុណលោកមេឃុំចាអញ្ចឹងតើលោកអាចជួយចែករំលែកនៅសកម្មភាពសំខាន់ៗដែលបានអនុវត្តផែនការសកម្មភាពរួមស្ដីពីគណនេយ្យភាពសង្គមមុនឆ្នាំ2026បានទេបាទអរគុណហើយចំពោះពាក់ព័ន្ធទៅនឹងកិច្ចការងារចែកម្លែកបទពិសោធន៍នេះសម្រាប់ឃុំខ្ញុំនិយាយថាមុនឆ្នាំ2026នេះយើងទទួលបានសំណើសំណុំពរចេញពីអង្គភាពបសេវានៅក្រមរដ្ឋបាលឃុំនឹងទាំងឃុំខ្លួនឯងនឹងសរុបទៅ56បាទ56គម្រោងហើយនៅក្នុងនោះគម្រោងទាំងអស់នោះយើងបានដាក់ចូលទៅក្នុងផែនការវិនិយោគរបស់ឃុំបាទហើយអ្វីដែលយើងដោះស្រាយបាន22ហើយកំពុងតែអនុវត្តនឹងចំនួន20ហើយដែលយើងមិនទាន់បានដោះស្រាយសោះនោះគឺចំនួន14បាទហើយនេះជាអ្វីដែលបើយើងនិយាយពីអ្វីដែលយើងធ្វើបានចំនួនច្រើនប៉ុន្តែផ្អែកទៅលើក្របខ័ណ្ឌពេលវេលាខ្ញុំបាទសូមលើកតែចំណុចមួយដើម្បីជាការចែកម្លែកទៅដល់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធទៅនឹងការអនុវត្តកិច្ចការងារនេះនៅពេលដែលយើងចុះទៅប្រមូលសំណើសំណុំពរបញ្ហានៅថ្នាក់មូលដ្ឋាននៅមូលដ្ឋានគឺយើងសាលាបឋមសិក្សាបលាំងលើគឺពាក់ព័ន្ធទៅនឹងការកែលម្អសោភ័ណភាពសាលារៀនដោយទីមួយគឺយល់ទៅលើអ្វីដែលសម្រាប់តាក់ទាញអារម្មណ៍សិស្សនិងអាណាព្យាបាលសិស្សហើយនឹងការថែទាំនៅទ្រព្យសម្បត្តិសាធារណៈនៅក្នុងសាលារៀនហ្នឹងគឺជាប្រវត្តិក៏លើកឡើងពីការសាងសង់របងសាលានិងខ្លោងទ្វារថ្មីបាទអញ្ចឹងនៅក្នុងនោះយើងនៅពេលដែលយើងបានទទួលកិច្ចការងារនឹងយកមកយើងមិនទាន់ហ៊ានសម្រេចចិត្តក្នុងនាមជាប្រធានគណៈកម្មការរៀបចំផែនការវិនិយោគក៏ដូចជាផែនការសកម្មភាពរួមនឹងក៏យើងត្រូវប្រជុំជជែកគ្នាអញ្ចឹងយើងបានដាក់បញ្ចូលបាទដាក់បញ្ចូលទៅក្នុងផែនការវិនិយោគរបស់ឃុំប៉ុន្តែដោយឡែកយើងដោះស្រាយមិនមែនអាចយើងយកថវិកាទៅដោះស្រាយទាំងស្រុងបានទេបាទអញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចអញ្ចឹងអ្វីដែលជាជំរើសរបស់រដ្ឋបាលឃុំក្នុងនាមខ្លួនខ្ញុំផ្ទាល់ហ្នឹងគឺយើងប្រើសមត្ថភាពទាំងគុំប្រឹក្សាឃុំទាំងមន្ត្រីរបស់ឃុំទាំងនាយកសាលាគណៈកម្មការគ្រប់គ្រងសាលារៀនត្រូវធ្វើការគៀងគោសពរស់ជនអញ្ចឹងមកទល់នឹងពេលនេះរបងយើងបានដោះស្រាយរួចរាល់ 100% ដោយឡែកនៅខ្លោងទ្វារយើងអាចនឹងបញ្ចប់នៅខែខាងមុខនេះបាទហ្នឹងគឺទឹកចិត្តរបស់បងប្អូនជាពលរដ្ឋដែលគាត់ចូលរួមចំណែកសម្រាប់ការកសាងនៅក្នុងវិស័យអប់រំនេះជាងអ្វីដែលពាក់ព័ន្ធនឹងការចែកម្លែកបទពិសោធន៍របស់ឃុំខ្នាតមាសនេះគឺខ្ញុំសូមជម្រាបជូនប៉ុណ្ណឹងពាក់ព័ន្ធទៅនឹងកិច្ចការងារដែលយើងបានធ្វើកន្លងមកហើយនៅមានការងារផ្សេងៗទៀតតាមរយៈការគៀងគរនិងការចូលរួមពីសប្បុរសជនក៏ដូចជាការដោះស្រាយបញ្ហានៅថ្នាក់មូលដ្ឋានហ្នឹងគឺយើងធ្វើបានច្រើនបាទរដ្ឋបាលគុំខ្នាតមាសក៏ដូចជាក្នុងនាមខ្លួនចំផ្ទាល់ខ្ញុំនឹងខិតខំធ្វើយ៉ាងណាដើម្បីឲ្យការងារគណនេយ្យភាពសង្គមនេះនៅតែបន្តបាទនិរន្តរភាពធ្វើយ៉ាងណាគឺឲ្យវាមានភាពល្អប្រសើរជាពិសេសគឺយើងនឹងខិតខំប្រឹងប្រែងជ្រុំជ្រែងនិងជំរុញលើកទឹកចិត្តនៅក្រុមការងារសម្រាប់ជំនួយគណនេយ្យភាពសហគមន៍នេះចុះទៅមូលដ្ឋានសហការជាមួយពួកគាត់ធ្វើយ៉ាងម៉េចដើម្បីឲ្យកិច្ចការងារនេះបានដាក់បញ្ចូលទៅក្នុងផែនការវិនិយោគ3ឆ្នាំរំកិលឲ្យស្របពេលគ្នាជាមួយនឹងការរៀបចំនៅផែនការសកម្មភាពរួម
សូមអរគុណ ចាអរគុណលោកមេឃុំដែលបានបកស្រាយយ៉ាងក្បោះក្បាយជូនដល់ប្រិយមិត្តអ្នកស្ដាប់របស់យើងចាហើយនាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់វាគ្មិនទាំងពីរក្នុងការចូលរួមចែករំលែកអំពីបទពិសោធន៍នៃការអនុវត្តទៅលើគម្រោងគណនេយ្យភាពសង្គមចាក៏ដូចជាការអនុវត្តជាក់ស្ដែងនៅក្នុងឃុំខ្នាច់រមៀសផ្ទាល់ចាជាទីបញ្ចប់តាមរយៈការបកស្រាយរបស់វាគ្មិនទាំងពីររូបនាងខ្ញុំយល់ឃើញថាការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គមគឺជាការងារដ៏សំខាន់មួយចាដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចាទាំងផ្នែកយុទ្ធសាស្ត្របច្ចេកទេសក៏ដូចជាការបដិញ្ញាចិត្តក្នុងការអនុវត្តជាក់ស្ដែងដើម្បីធានាបានថាមានតម្លាភាពហើយកែលម្អទៅលើសេវាសាធារណៈកាន់តែល្អប្រសើរចានាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូក៏ដូចជាលោកមេឃុំដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅកិច្ចពិភាក្សានៅថ្ងៃនេះនាងខ្ញុំសូមគោរពជូនពរលោកគ្រូទទួលបានសុខភាពល្អបរិបូរណ៍និងជោគជ័យគ្រប់ភារកិច្ចការងារហើយនាងខ្ញុំក៏សូមអរគុណដល់ប្រិយមិត្តទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ជួបគ្នានៅសប្តាហ៍ក្រោយលើប្រធានបទការអនុវត្តយន្តការបណ្ដាញអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ដឹកនាំផ្នែកតម្រូវការសូមអរគុណសូមជម្រាបលា